រំលឹកឡើងវិញវត្តមានពូសំស្វាមីរបស់អ្នកគ្រូថាវីដែលបានទៅបំពេញបេសកកម្មនៅខេត្តឆ្ងាយនោះក៏បានវិលត្រឡប់មកវិញថ្ងៃនេះតែពូមិនបានផ្ដល់ដំណឹងមុនមកភរិយាដោយសពដងឡើយចុះពីផាសស្អាតប្រហែលជាម៉ោង9យប់ដៃស្ដាំយួរវ៉ាលីឯដៃឆ្វេងយួរជែកអំបូរមួយស្ទងដើរបែបរលះរលាំងសម្ដៅមកបន្ទប់គាត់ក្នុងអាការៈនឹកភរិយាសម្លាញ់យ៉ាងខ្លាំងមកដល់មុខបន្ទប់បែរជាជាប់សោគាត់គិតក្នុងចិត្តថាចុំថាវីទៅណាអញ្ចេះម៉ោង10ទៅហើយចម្លែកម្លេះដើររេរមុខបន្ទប់បន្តិចក៏ទម្លាក់វ៉ាលីនិងចេកមួយស្ទងក្បែរទ្វារបន្ទប់ហើយចាប់ទូរស័ព្ទចុចលេខប្រពន្ធទេភ្លាមទូរស័ព្ទចុងខ្សែរោតែគ្មានអ្នកលើកពូសំចាប់សង្ស័យភ្លាមថានឹងមានហេតុការណ៍ដូចលោកគ្រូម្នាក់បង្រៀនក្នុងសាលាជាមួយថាវីទេប្រាប់គាត់លើកកន្លងមកមែនហើយប្រហែលសង្ស័យមានសហាយហើយពូគាត់សន្និដ្ឋានក្នុងចិត្តគាត់ចុចម្ដងទៀតក៏រោអាឡូបងសំឡេងអ្នកគ្រូនិយាយអូននៅឯណាហ្នឹងពូសំសួរក្នុងលក្ខណៈខឹងសុំទោសប្តីអូនមកស្រុកតើមកអង្សាមិញម៉ែគាត់ឈឺធ្ងន់ណាស់ហេតុអ្វីមិនខកទៅប្រាប់បងចាអូនសុំទោសដែលអូនប្រញាប់ប្រញាល់ផងភ័យផងមិនបានជម្រាបជូនប្តីមុនមិនគួរលាក់ដំណឹងបងទេបងបារម្ភអូនក៏មិនចង់រំខានប្តីនិងមិនចង់ឲ្យបងព្រួយឥឡូវអ្នកម្ដាយលោកយ៉ាងម៉េចហើយហ៎គាត់គ្រាន់បើឲ្យបងស្អែកឬខានស្អែកអូនទៅវិញហើយបងចង់ទៅមើលម៉ែទេបងមិនបាច់មកទេអូនទុកឲ្យប្អូនវានៅមើលថែហើយបាទបងចាំនៅផ្ទះតែឥឡូវអត់សោចូលបន្ទប់ទេបងអាចសុំចែលីនសម្រាប់ក្នុងបន្ទប់ទទួលភ្ញៀវគាត់មួយសិនទៅបានទេនឹងហើយចាំបងលៃលកតាមនឹងការសន្ទនាត្រូវបានបញ្ចប់ពូសំធូទ្រូងវិញក្រោយពីដឹងដំណឹងនេះគាត់ក៏ដើរទៅគោះទ្វារផ្ទះធំរបស់ចែលីនតុកបន្តិចក្រោយមកសំឡេងខាងក្នុងជាមួយនឹងស្នូលជើងដើរសម្ដៅមកទ្វារធំអ្នកណានឹងមានការអីចែលីននិយាយខ្ញុំសំអ្នកជួលបន្ទប់លេខ1ចែអូពូសំមែនទេបាទចែទ្វារក៏បានបើកពន្លឺជះក្នុងមកព្រារូបរាងដាលីនស្រៀកស្រងចောင်းពងស្ថិតក្នុងចំពោះមុខពូសំសក់គ្មានសណ្ដាប់ធ្នាប់ពូមានកាយដែរនឹងស្មាននឹងតបដោយដៃទាំងពីរជ្រកសក់ប្រមូលមកចងឲ្យរៀបរយសាច់សខ្ចីញញរបស់ដាលីនបង្ហាញកៅភ្នែកពូធ្វើឲ្យញ័រខ្លួនក្តៅភាយប្រពន្ធខ្ញុំទៅស្រុកមិនទុកសោឲ្យខ្សោះអូបើអត់សោចូលបន្ទប់ពូទៅសម្រាននៅសាឡុងខ្ញុំបានទេបានតាចែអរគុណចែណាស់ស្អែកចាំគិតទៀតបាទបន្ទាប់ពីត្រូវរើហើយពូសំក៏ប្រញាប់ប្រញាល់ដើរទៅយកវ៉ាលីនិងយួរចេកមួយស្ទងចូលក្នុងផ្ទះធំរបស់ចៃលីនដែលស្ត្រីម្នាក់នោះកំពុងតែរៀបចំភួយខ្នើយកោយកន្សែងពោះគោដាក់លើតុសារ៉ុងជូនដោយទឹកមុខមិនធុញថប់តាមពិតរឿងរ៉ាវរបស់អ្នកគ្រូដែលទេប្រាប់ប្តីថាទៅមើលម្ដាយឈឺនោះមិនមែនគាត់ចេញទៅនៅថ្ងៃម្សិលមិញឡើយគឺបាត់មុខ3ថ្ងៃកន្លងមកហើយតែចាលីនបើទោះជាដឹងសាច់រឿងទាំងអស់ក៏ដោយក៏មិនអាចប្រាប់ពូសំបានទេព្រោះជារឿងឯកជនរបស់ពួកគេហើយចាលីនក៏ចង់ឲ្យប្តីប្រពន្ធពីរនាក់ហ្នឹងមានមិនកើតភាពប្រកម្មកុសនឹងគ្នាទៀតឡើយនេះជាកន្សែងពោះគោពូចូលទៅងូតទឹកក្នុងបន្ទប់គេខ្ញុំក៏បានឬក៏ទៅបន្ទប់ទឹកខាងក្រោយក្នុងផ្ទះបាយក៏បានចៃលីនពោផងដៃហុចកន្សែងជូនពូសំទាំងចោលភ្នែកកៅខ្មៅក្រឹបមកចំពូសំដែលលួចសម្លឹងមើលផ្លែដូងចរណៃសឹងមិនដាក់នេត្រាធ្វើឲ្យពូសំអៀនហើយងាកមកចេញភ្លាមព្រោះថា
ផ្លែដូងទាំងគូនាងលីននេះល្អត្រចះណាស់សាច់ខ្ចីញញបង្ហាញភាពតាក់ទាញដល់គ្រប់កៅភ្នែកបរោះមិនថាពូសំម្នាក់នេះឡើយបាទពូអរគុណហើយក្មួយពូទៅងូតទឹកបន្ទប់នៅខាងផ្ទះបាយក្មួយចោះដៃទទួលកន្សែងញ័រហើយនិយាយចប់គាត់ក៏ដើរចេញទៅក្នុងបន្ទប់ខ្ញុំតែម្ដងទៅចិត្តជាងប្តីខ្ញុំអត់នៅទេពូសំឈរត្រឹងគាត់ទៅណាចែពូសំនិយាយគាត់ទៅផ្ទះប្អូនគាត់ឯជីក្រុងមានការផ្ទាល់ខ្លួនតាំងពីក្បាលល្ងាចម្លេះគាត់សម្រាននៅទីនោះមួយយប់ហើយពូអូអញ្ចឹងក៏បានដែរចែគាត់ធ្វើរៀងអៀនបន្តិចតែដូចជាមិនសមទេដឹងអីចែចុះមានអីមិនសមពូបើខ្ញុំនៅនឹងហើយអនុញ្ញាតឲ្យហើយតាដាលីនប្រឡយពាក្យទាំងមិនគិតវែងឆ្ងាយអ្វីទាំងអស់ពូសំដើរចូលបន្ទប់ទឹកចៃលីនរួចបណ្ដាថាអូគេមិននៅផ្ទះទេហើយឯងមកសម្រាកក្នុងផ្ទះគេបែបហ្នឹងយីអើយដូចជាមិនស្រួលទេដឹងអានលៀនប្រហែលជានៅតែពីរនាក់អាឡាទៀតផងណាហើយខ្ជិលសុកស្មាញតាមដំណើរទៅកុំឲ្យតែយើងបំពេញលើគេប្រេះប្រាស់បែរមកពូសំវិញគាត់អង្គុយលើសារ៉ុងគិតក្នុងអារម្មណ៍ប្លែកក្នុងចិត្តចំពោះអាកប្បកិរិយារបស់ដាលីននាងយប់មិញតើហេតុអ្វីក៏យប់នេះបែរជានាងបង្ហាញរបស់ពិសេសឲ្យអញឃើញបែបនេះពូសំកំពុងតែពិចារណាទ្វារបន្ទប់គេនាងលីនបើកនាងដើរចេញមកក្រៅតែលើកនេះក្នុងសារ៉ុងចំពងវិញម្ដងហើយពាក់អាវយឺតសស្ដើងគ្របពីលើនាងអង្គុយលើកៅអីទុំមុខពូសំហើយបន្លឺសូរសៀងតិចយ៉ាងរំដំមកកាន់ពូសំថាពូងុយឬនៅពូសំនិយាយថាងុយតិចហើយព្រោះអស់កម្លាំងធ្វើដំណើរឆ្ងាយពូសំតបបែបកំបុតភ័យចែលីននិយាយថាពូសម្រានក្នុងបន្ទប់ទទួលភ្ញៀវធំល្វឹងល្វើយបែបហ្នឹងមិនមានបញ្ហាទេអីពូបាទមិនអីទេក្មួយស្រីខ្ញុំអរគុណច្រើនណាស់ទៅហើយគាត់តបទាំងមិនហ៊ានមើលមុខចៃលីនចំឡើយយប់ណាស់ហើយពូអស់កម្លាំង2ថ្ងៃផងអញ្ចឹងពូសម្រានទៅចោះពូសំតបវិញថាបាទសម្លេងពូសំញ័រក្មួយទៅសម្រាប់ចោះបាទចាស់ពូតែក្មួយសុំជែកអំបងពូមួយស្និតមកបានទេក្មួយដូចជាចង់ញ៉ាំអូភ្លេចឲ្យអញ្ចឹងគាត់ធ្វើជាយកដៃទះក្បាលតិចក្មួយយក3ស្និតទៅពូទុកខ្លះឲ្យថាវីខ្លះគាត់និយាយចប់ក៏យួរជែកមួយស្ទងដើរទៅផ្ទះបាយដើម្បីយកកំបិតប្រលេះចេញពូខ្ញុំសុំមួយស្និតទេពូមួយសន្ទុះមកពូសំចេញមកវិញយួរជែក4ស្និតដាក់លើតុទទួលភ្ញៀវជូនម្ចាស់ផ្ទះណាក្មួយយកចោះទុកពិសាទៅតែវាស្ទើរនៅឡើយស្អែកចាំញ៉ាំបានឆ្ងាញ់ដាក់ជែកលើតុសារ៉ុងហើយក៏មកអង្គុយកន្លែងដើមវិញចាលីនិយាយថាផ្លែវាធំហើយវែងល្អខ្លាំងណាស់ពូប៉ិនរើសណាស់នាងលីនបេះមួយផ្លែកាន់ផ្អៀងផ្អងមើលឡើងពូសំយល់ពីសម្ដីរបស់ចៃលីនិយាយចំនាងនេះនិយាយមានន័យម្លេះនឹងហើយក្មួយផ្លែវាធំវែងល្អមែនតាចាស់ពូទៅហើយពូសម្រាប់ចោះខ្ញុំលែងរំខានពូហើយជែកនឹងទុកលើតុនឹងចោះថាហើយចៃលីនងើបដើរសំដៅទៅបន្ទប់គេងទាំងកាន់ផ្លែចេកមួយផ្លែទៅផងពូសំតាមមើលរៀងចៃលីនពីក្រោយរហូតនាងចូលបន្ទប់គាត់ងើបទៅបិទភ្លើងកណ្ដាលឲ្យងឹតងាយឆាប់គេងលក់បាទអញ្ចឹងពេលនោះហើយដែលពូសំបានលួចបង្កាត់ភ្លើងជាមួយចៃលីននៅយប់នោះទៅបាទហ្នឹងហើយបាទសូមអរគុណច្រើនរាល់ការតាមដានស្ដាប់ហើយជួយចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននឹងរឿង
ក៏ដូចជាសម្រាប់រឿងថ្មីៗរាល់ថ្ងៃបាទហ្នឹងហើយសូមអរគុណច្រើនជំរាបលា